បាទជំរាបសួរលោកគ្រូអ្នកគ្រូសួស្តីសិស្សានុសិស្សទាំងអស់អញ្ចឹងដើម្បីចូលប្រឡងតាមប្រព័ន្ធអនឡាញដែលយើងប្រព្រឹត្តទៅនៅថ្ងៃទី22និង23ខែមករាឆ្នាំ2026នេះគឺបងប្អូនសិស្សានុសិស្សអាចចូលទៅប្រឡងបានមាន3របៀបទី1គឺយើងចូលតាម link ហើយទី2គឺចូលតាមរយៈការ scan QR code និងទី3គឺយើងចូលប្រឡងតាមរយៈ app មួយ edtech បាទអញ្ចឹងខ្ញុំសូមឧទាហរណ៍ការចូលប្រឡងតាមរយៈ app មួយ edtech របស់យើងបាទខ្ញុំចូលទៅលើ app ហ្នឹងបាទបន្ទាប់មកសិស្សានុសិស្សទាំងអស់គឺចុចកន្លែងពាក្យខាងក្រោមអូសឡើងមកលើមកនៅខាងក្រោមគេដាក់ថាចុចទីនេះដើម្បីប្រឡងបាទសូមចុចកន្លែងតហ្នឹងបន្ទាប់មកទៀតយើងចុចពាក្យថាចូលប្រឡងបាទមកដល់ចំណុចកន្លែងតនេះសូមឲ្យសិស្សានុសិស្សទាំងអស់បាទអានសេចក្តីណែនាំបាទអានបទបញ្ញត្តិផ្សេងទាក់ទងជាមួយនឹងការប្រឡងពេលយើងអានរួចហើយយើងចុចបន្តមកដល់កន្លែងតនេះគឺមាន2ជម្រើសបាទគឺមានជម្រើសទី1គឺជម្រើសសិស្សដែលមានក្នុងការប្រឡងបានន័យថាឈ្មោះសិស្សដែលគាត់មានឈ្មោះស្រាប់នៅក្នុងបញ្ជីឈ្មោះប្រឡងហើយនឹងមួយទៀតគឺសញ្ញារូបមនុស្សហើយមានសញ្ញាលេខបូកនេះគឺសម្រាប់សិស្សដែលគាត់ចុះឈ្មោះថ្មីដែលគាត់អត់ទាន់មានឈ្មោះសម្រាប់ការប្រឡងបាទអញ្ចឹងខ្ញុំសូមជ្រើសរើសយកជម្រើសសិស្សដែលគាត់មានឈ្មោះស្រាប់នៅក្នុងការប្រឡងអញ្ចឹងកន្លែងខេត្តក្រុងនេះបាទសូមធ្វើការជ្រើសរើសអញ្ចឹងខ្ញុំជ្រើសរើសយកខេត្តកណ្ដាលបាទស្រុកខណ្ឌនេះខ្ញុំសូមជ្រើសរើសយកក្រុងសំពើពូនបាទឈ្មោះសាលារៀនបាទខ្ញុំជ្រើសរើសយកអនុវិទ្យាល័យជ្រោយតកែវបាទថ្នាក់អញ្ចឹងអនុវិទ្យាល័យជ្រោយតកែវមានថ្នាក់ទី7ទី8និងទី9បាទខ្ញុំសូមជ្រើសរើសថ្នាក់ទី7បាទបន្ទាប់មកទៀតកន្លែងស្វែងរកឈ្មោះបាទចុចកន្លែងស្វែងរកឈ្មោះហ្នឹងមកបាទដើម្បីរកឈ្មោះបាទឈ្មោះសិស្សគឺមាននៅក្នុងបញ្ជីស្រាប់ហើយអញ្ចឹងសិស្សានុសិស្សទាំងអស់គឺគាត់ចុចស្វែងរកឈ្មោះរបស់គាត់អញ្ចឹងខ្ញុំសូមឧទាហរណ៍ឈ្មោះសិស្សបាទសិស្សនីមួយបាទបន្ទាប់ពីយើងជ្រើសរើសឈ្មោះសិស្សហើយសូមចុចកន្លែងបង្កើតកូដប្រឡងបាទបង្កើតកូដប្រឡងមកហើយចុចលើពាក្យថាចម្លងបាទលើក្នុងពណ៌ខៀវនេះអញ្ចឹងយើងបានចម្លងហើយបាទយើងបានចម្លងហើយយើងចុចជ្រើសរើសមុខវិជ្ជាបាទអញ្ចឹងមុខវិជ្ជាប្រឡងគឺយើងជ្រើសរើសតាមកាលវិភាគដែលបានដាក់ជូននៅតាមសាលានឹងហើយអញ្ចឹងខ្ញុំសូមឧទាហរណ៍ថាប្រឡងភាសាខ្មែរនិមន្តបាទអញ្ចឹងខ្ញុំសូមចុចទៅលើភាសាខ្មែរបន្ទាប់មកទៀតគេឲ្យយើងអានសេចក្តីណែនាំបាទសេចក្តីណែនាំហ្នឹងបើយើងអានមកហើយបើអត់អានទេយើងអូសវាឲ្យផុតមកហើយយើងចុចទៅលើពាក្យថាចាប់ដើមប្រឡងបាទមកដល់កន្លែងតនេះគឺជាលេខកូដសម្រាប់ការប្រឡងហើយលេខកូដសម្រាប់ការប្រឡងនេះគឺលេខ2026បាទសូមចុចលេខ2026បាទបន្ទាប់មកទៀតគេឲ្យយើងផ្ទៀងផ្ទាត់បាទបើសិនជាត្រឹមត្រូវឬមិនត្រឹមត្រូវសូមគោរពឬក៏សិស្សានុសិស្សអស់ចុចកន្លែងរូបភ្នែកនេះបាទបង្ហាញមកនេះ2026ហើយចុចផ្ទៀងផ្ទាត់បាទបន្ទាប់ពីបានប៉ុណ្ណឹងហើយនេះយើងមកដល់កន្លែងសំណួរដែលត្រូវប្រឡងហើយបាទអញ្ចឹងសិស្សានុសិស្សទាំងអស់ចាប់ផ្ដើមប្រឡងតាមសំណួរហ្នឹងទៅបាទជ្រើសរើសចម្លើយណាមួយត្រឹមត្រូវហើយបន្តទៀតទៅបាទឧទាហរណ៍ខ្ញុំចុចទី1បាទសំណួរបន្ទាប់ហើយខ្ញុំជ្រើសរើសទៀតហើយចុចសំណួរបន្ទាប់បាទអញ្ចឹងសិស្សានុសិស្សទាំងអស់គាត់ធ្វើអញ្ចឹងរហូតដល់តែអស់សំណួរដែលត្រូវប្រឡងបន្ទាប់មកយើងចុចបញ្ជូនឬក៏ submit បាទអញ្ចឹងខ្ញុំសូមបន្តទៅទៀតបាទ